សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនាំអ្នកទាំងអស់គ្នាទៅយកស្នៀតមួយដែលស្ថិតនៅក្នុងស្នៀតទាំង41អញ្ចឹងអ្នកទាំងអស់គ្នាអាចទៅតាម map ដែលខ្ញុំបានបង្ហាញនៅខាងលើហ្នឹងដែលមានរូបសភៅមួយហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាហក់ចូលទៅក្នុងទឹកហ្នឹងហើយជាមួយចូលទៅក្រោមដើម្បីបើកគ្លឹះយន្ត3ឲ្យទឹកហូរចុះទៅក្រោមហើយកន្លែងនេះដែរអ្នកទាំងអស់គ្នាព្យាយាមកុំប៉ះភក់នៅពេលដែលទឹកវាហូរចុះក្រោមអស់ព្រោះវាធ្វើឲ្យយើងដើរយឺតហើយកន្លែងនេះដែរអ្នកទាំងអស់គ្នាជន់ទៅតាមអ្វីដែលខ្ញុំបានជន់ហ្នឹងដើម្បីបើករូងភ្នំបន្ទាប់មកកន្លែងនេះអ្នកទាំងអស់គ្នាដាច់ខាតត្រូវតែហឹបដែលស្ថិតនៅក្នុងទឹកហ្នឹងដំបូងយើងរើស2សិនទៅហឹបនៅក្នុងទឹកហ្នឹងមាន3ប៉ុន្តែយើងរើសតែ2ទៅហើយទៅបើកគ្លឹះយន្តខាងលើសិនប្រកាសណាយើងរើសទាំង3ភ្លាមគឺធ្វើឲ្យថ្មខាងលើហ្នឹងវាបាក់ចុះមកក្រោមបន្ទាប់មកកន្លែងនេះដែរអ្នកទាំងអស់គ្នាត្រូវបាញ់ជួងខាងលើហ្នឹងបាញ់ទៅតាមលេខរៀងនេះខ្ញុំបានបាញ់ហ្នឹងដើម្បីបើកទ្វារបានបន្ទាប់មកកន្លែងនេះដែរគេត្រូវឲ្យយើងមានវត្ថុចំនួន2ដើម្បី submit ឲ្យម្ចាស់ស្ត្រីខាងលើហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាធ្វើតាមវីដេអូរបស់ខ្ញុំទៅទី1គឺក្បិតទី2គឺផ្កាហើយបើអ្នកទាំងអស់គ្នាត្រូវការដាក់លុយនៅក្នុង game ឬក៏ត្រូវការ account ទូច account ធំអីអាចតាក់ទងមកខ្ញុំបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ